សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ 3D Cam Studio បាទទើបខ្ញុំមកបង្ហាញពីការចាក់ម៉ាតេរីបាទចាំវាអស់ហើយណាបងប្អូនហើយការ render យើងក៏យើងមក render ដែរអូខេបាទថ្ងៃនេះខ្ញុំបង្ហាញបងប្អូនអំពីការកាត់ត Photoshop នៅពេលដែលយើង render ហើយបាទអូខេឥឡូវយើងបាន render ហើយឥឡូវខ្ញុំចូលក្នុង Photoshop ម្ដងអូខេនេះ file Photoshop បាទនេះ file Photoshop ដែលយើងបាន render ហើយវាមានអីខ្លះណាវាមាននេះ ID color នេះដែលយើងបានជ្រើសរើសបាទ ID color នេះខ្ញុំដាក់យកមកសួរបងប្អូនមើលបន្តិចណា ID color ឯណាណាបងប្អូននេះអូនេះឥឡូវនេះខ្ញុំបានធ្វើការលុបចោលបាទអូខេនេះ ID color យើងនេះបងប្អូននេះ ID color យើងហើយយើងនេះ ID color បាទហើយបន្តមកទៀតនេះអីគេបងប្អូននេះខ្ញុំយកមួយទៀតណា ID color ហើយនេះ ID ណា random color នេះ random color material random color នេះអូខេអានេះបាទបងប្អូនតមក raw line បាទ raw line បាទ raw line នេះអូខេនេះ raw line មួយទៀតគឺ raw reflection បាទ raw reflection នេះ raw reflection អូខេបងប្អូននេះយក raw reflection អូខេនេះ raw reflection អានេះបងប្អូននេះអានេះ raw light អានេះ random color អានេះ file ដែលយើងសម្រេច file នេះបាទអានេះ file រូបភាព denoiser បាទអានេះ ID color អានេះទាំងអស់នេះយើងត្រូវការមុននឹងយើង render យើងត្រូវ tick អាហ្នឹងសិនដើម្បីយើងយកវាបាត់ជារូបភាពនេះហើយយើងយកវាទៅកាត់តក្នុង Photoshop អូខេបងប្អូនខ្ញុំមកយកទៀតណាអូខេនេះការចាក់ material យើងក៏ចាក់ហើយដែរបាទហើយការ render យើងក៏ហើយដែរណាបាទនេះខ្ញុំ view វានេះទីតាំងដែលយើងត្រូវ view មានមួយខ្លះនេះនេះក៏បានណាបងប្អូនមានពេលអញ្ចឹងខ្ញុំរៀនតាមមួយ view ឲ្យបងប្អូនមើលអញ្ចឹងណាតែពេលបងប្អូននៅផ្ទះមានពេលបងប្អូន review 4ទិស5មួយទិសទៅហើយ render មើលបាទវាមើលទៅវាមិនដែរវាសពអត់បាទអូខេនេះអូខេលោកមុនខ្ញុំបានធ្វើការតេស្ត render ហើយការចាប់មកទៅហើយដែរឥឡូវនេះយើងចូល Photoshop ម្ដងណាបាទអូខេបងប្អូនបាទចូល Photoshop បាទការងារ Photoshop បាទអូខេណាយើងចូល Photoshop បន្តិចនេះឥឡូវខ្ញុំទៅយកពាក្យនេះទៅណាពាក្យសម្រាប់នេះ denoiser មើល denoiser បាទយើងយកពាក្យ denoiser ទៅវាពេលយើង render ទៅវាស្អាតណាស្អាតជាងវាន័យថាវាស្អាតវាម៉ត់ជាងអានេះយកទៅពីនេះដូចគ្នា denoiser ហ្នឹងហើយគេ effect result ហ្នឹងថាគេថាលទ្ធផលចុងក្រោយដែលវាច្បាច់ចូលគ្នាទាំងអស់ហ្មងណាអស់ហ្នឹងហើយយើងយកនេះវិញណាហើយយើងបើក Photoshop អូខេ Open with Photoshop បាទអូខេបងប្អូនចាំបន្តិចអូខេបាទឥឡូវនេះបងប្អូននេះហើយយើង copy វាមកឲ្យបានច្រើនដងមកនេះពីទូទៅខ្ញុំបញ្ចុចធ្វើអញ្ចឹងណាអូខេដើម្បីអីបងប្អូនដើម្បីឲ្យវាកាន់តែ smooth កាន់តែអីចឹងហើយណាវាមានគ្រើអីហ្នឹងវាជួយកម្ចាត់ឲ្យយើងតែអានេះវាអត់សូវមានទេណាបងប្អូនអត់សូវមានទេយើង control E បាទ control E នៅនេះមួយទៀតបាទ control E បាទហើយពាក្យ start បាទ start អូខេហើយ start ហើយ control មួយទៀតណា control Jនឹង J នេះនឹង G ណាបងប្អូនច្រឡំណាហើយ JKLM ហ្នឹងបាទជើងជាន់ណានេះជាន់តែអានេះពេលយើងដាក់ control J ទៅវា copy បាទអត់ដឹងពាក្យពេញវាអីគេដែរដល់ control J ហ្នឹង copy អូខេយើងឥឡូវយើងយកអានេះdark ណា
dark អានេះ bright បាទ bright អូខេឥឡូវយើង control M មកយើងកន្លែង dark នេះយើងតើមានថាងឹតយើងឥឡូវយើងថយវាងឹតមកណាងឹតអូខេហើយកន្លែង bright នេះភ្លឺណាយើងដាក់ control M មកយើងតម្លើងឲ្យវាភ្លឺបាទណាភ្លឺអូខេឥឡូវខ្ញុំបិទបើកមកណាឃើញអត់វាភ្លឺហ៎បាទនេះឲ្យវាភ្លឺអូខេតមកយើង click ពីនេះបាទយើង shift វាមកឲ្យវាចូល shift វាហើយយើងយក control E បាទ control E control alt E បាទ control alt E នេះឲ្យវានៅដដែល bright down ហ្នឹងឲ្យវានៅដដែលឲ្យដាក់ចូលគ្នាទេប៉ុន្តែនឹងចូលគ្នាផ្សេងប៉ុន្តែយើងទុកអានេះដដែលទុក bright និង dark ហ្នឹងដល់ដែរអូខេឥឡូវយើងបូរឈ្មោះនេះទៀត curve បាទ VED អូខេ curve តមកយើង control G មួយទៀត control សឡំសំទោសបងប្អូនមិន control G ទេ control J ទេណា1 2 3ណាយើងដាក់3ដងបាទនេះ overlay បាទ overlay ណា overlay អានេះ short line ណា short line អានេះ multiply អូខេ multiply អូខេឥឡូវខ្ញុំបានដាក់ហើយឥឡូវខ្ញុំធ្វើការសេរីពណ៌វាបន្តិចបងប្អូនណាឥឡូវនេះ overlay នេះខ្ញុំយកឡើង overlay នេះ overlay នេះហើយយើងយក21ណាបងប្អូន21ហើយ short line នេះយើងយក short line ដែរណា short line យើងយកឡើងនេះ opacity វា17បន្ទាប់មក multiply ណាយើងយក30មកបងនេះ multiply យើងជ្រើសហើយយើងយក30អូខេ30បន្ទាប់មកយើងធ្វើការលុបវាបងប្អូនណាការលុបហើយឈឺកបន្តិចអូសឡងបងប្អូននេះលុបយកឡើង modify នេះបាទលុបវាមកណាលុបមកទៅទុកតគៀនបានហើយកន្លែងអុចនេះយើងមិនបាច់លុបទេណាយើងមើលទៅឯណាមានពលឺយើងលុបវាចេញទៅណាមិនភ្លឺយើងឯណាកងឹតយើងមិនបាច់ដាក់ទេតែនេះយើងភ្លឺទៅនេះពីឋាននេះពូពីឋានអូខេធ្វើហើយបងប្អូនហើយធ្វើការដាក់ពណ៌វាឲ្យច្បាប់នេះណា orange ទៅហើយយក color lookup បាទ color lookup នេះបាទបងប្អូននេះយក short warming ណា short warming អូខេ short warming យើងចូលឡើង short warming ហើយខ្ញុំយកកម្រិតវា30បាទ30បាទអូខេហើយយើង control J មួយទៀតឡើងហ្នឹងណាបិទនេះសិនបាទអូខេនេះ30ទៅត្រូវហើយបាទ control J នេះ control J បាទខ្ញុំចុចច្រឡំហើយហើយយើងបើកវាមកនេះយក TRA plus contract បាទហើយយើង complete វា17អូខេហើយយើង control J ទៀតមកយើង control J ទៀតមកអូខេបងប្អូននេះហើយ control J ហើយយើងយកនេះបងប្អូនយក 49ណានេះច្រឡំ49ណានេះ49នេះ49តែមកយកកន្លែងនេះយើងយក short line យក17អូខេបងប្អូនណានេះអូខេឥឡូវយើងយកអីទៀតណានេះតោះមកយើង add brightness វានេះបង brightness
vô ô tô nè trong trong đang ở sợi ở dương nữa vì mệt đại nè chúng vì sợi dương ở đặt bên nước ở khang trên mòn ở này đặt trong contract đó ở bị đất rồi nè xong ở dương nước bờ trái nhưng mà vô tao vô tới một ổn nè mà thằng te hô vi mấy ở vô sợi ô tô ở dương nữa trái nhưng bị sợ nhưng bây giờ sợi ô tô hay nhưng đặt cho khẩu nhưng mà nếu bầm thấy vô thằng đò bị tờ đó thế là nó mới phải chúng thử ca cài điện chứ á và thử ca cài điện ấy ta mất những thử vô đi chỗ bom bom đi rồi đi chỗ cắt tàu cột phòng là mới ở bia căng cái để xa lô xịt chim món và anh ấy phải đó anh ấy cần lừa nó rò lại này trên copy rò lại cho nó dùng chụp xịt và xịt mới ok tập máu nhưng vô cùng rất bây giờ đi screen ấy tập máu vô opacity nó dùng và tập máu đi mình sẽ ca lục chào rò lại nè cô dùng lên thời ca việc phở thì đấy lấy vậy đây là ca cứ nèเด็ดดำ color នឹង raw reflection នឹងស្វីតពីរនេះមកបងប្អូនយើងដាក់ចូលក្នុងនេះអូខេនេះបន្តមកខ្ញុំត្រូវការនេះចម្លងអានេះមើលណាreflection ខ្ញុំយកដាក់ទាំងអស់បាទ similar មកនេះដូចគ្នាហើយយកមកហើយ10ទៅមកខ្ញុំខាត់វាណាខាត់វាទៅមកទៅខាត់វាហើយដាក់កន្លែងនេះពុកវាចាំងឯងបងប្អូននេះ reflection វាចាំងខ្លាំងណាប៉ុន្តែយើងធ្វើដូចមែនតើយើងអត់វាសត live មកយើងកម្រិតវាយកត្រឹម40អីទៅនេះបាទ40 45អញ្ចឹងណាយើងក៏វាមានការចាំងដែរយើងមើលទៅឃើញចាំងណាបាទនេះ control មកហើយអានេះតបមកខ្ញុំយកនេះបងប្អូនច្រឡំសំទោសនេះអានេះមានមិនយកទៅយកអីផ្សេងនេះអូខេហើយ copy វាខាត់វាទៅដាក់ឡើង represent ហើយ10ហើយខ្ញុំ move វាណាអូខេដូចមិញអញ្ចឹងណាយើងទៅឲ្យតែកន្លែង represent យើងធ្វើដូចខ្ញុំមកបងប្អូនណាហើយ short line ណាshort line នេះយើងយក45ទៅហើយវាមានការ reflect ស្អាតជាងមុនច្រើនអានេះយើងទាញវាមកនេះមកបាត់ពេកដោយវាជាប់អានោះដែរមិញបាទយើង control Z ណាមកវិញអូខេនេះបាទក្រៅឈើយើងគឺទៅការចាក់វាដែរនេះចាក់ទាំងអស់អត់តឡើយណាមាន reflection ចាក់ទាំងអស់អូខេហើយ10វាមកនេះវាមកហើយតែក្រៅឈើនេះអត់សជា reflect បាទទេបងប្អូនណាព្រោះវាឈើពីទៅហើយផាស10វាមក10បាច់ហើយយើងយក short line បាទ short line ហើយខ្ញុំយក35បានហើយបងប្អូនដោយសារវាអត់ចាំងណាខ្ញុំ35បន្តមកទៀតណាបងប្អូនយើងរកឡើយណាទៀតនេះវាជាប់យករហូតអញ្ចឹងគេយកណាទៀតយើងមើលឡើយនេះមើលនេះដូចជានេះតុកនេះតុកនេះក៏ reflection ដែរយើងចាក់វាមកហើយទៅជាមួយថូនេះណា10វាមកនេះថូនោះហើយយើងខាត់ទៅមកmove ទៅចូលកន្លែង reflection ហើយ10វាអូខេហើយខ្ញុំខាត់វាណាកាត់វាទៅមកកាត់វាទៅដាក់កន្លែងនេះហើយខ្ញុំយក short line 45ណាស្អីបាទដើម្បីឲ្យវាភ្លឺណាមិនមែនឲ្យភ្លឺឲ្យវាឆ្លោះឲ្យវាចាំងអញ្ចឹងបងប្អូនណាបាទហើយកន្លែងពូនេះគឺយ៉ាងណាពូនេះណាពូនេះក៏ reflection ដែរទៅយកវាដែរពូនេះ
អូខេឥឡូវយើងចាក់អំពូលនេះមួយទៀតណាវាមកហើយអូខេឥឡូវនេះស៊ីវាមកហើយខាត់វាទៅហើយកាត់ទៅទាំងអស់ហ្នឹងអូខេស៊ីវាហើយយើងយក slot line ដូចគ្នា line ឲ្យខ្សែតាមអូខេឥឡូវខ្ញុំធ្វើការចាក់ឲ្យអស់ហើយបាទបងប្អូននេះកន្លែងដែល reflection ណាបាទហើយយើងចាក់កន្លែង reflection អូខេឥឡូវពុទ្ធយើងចាក់ហើយយើងចូល add color នេះមួយទៀតនេះ color lookup នេះបងប្អូននេះ color lookup នេះយើងយក winter ឥឡូវនេះយើងយក winter នេះ group winter បាទហើយកម្រិតវាយើងយក25នេះ25យើងត្រូវការលុបវាដែរណាលុបវាមកទៅហើយណាត្រូវដាក់នេះយើងត្រូវការដាក់ទៅលុបបងណាទៅតកដានេះបានហើយវាភ្លឺចឹងណាបាទអូខេបងប្អូននេះឃើញទេឥឡូវតប winter គឺ winter ហើយយើងយកអីគេទៀតណាបងប្អូនណាឥឡូវយើងចូលនេះតាមខ្ញុំមកបងប្អូននេះនេះ saturation នេះបាទខ្ញុំអស់វាដាក់បាំណាអូខេនេះបងប្អូនហើយយើងយកកម្រិតនេះយើងយកកន្លែង normal នេះយើងយក short line ហើយយើងយកកម្រិតវា17បងប្អូននេះ17អូខេណា17បន្ទាប់មកចុងក្រោយនេះយើងសេរី color វាដែលយើងពេញចិត្តណាបាទ color វានេះ color palette បាទនេះឥឡូវយើងស្រីយើងស្រីកន្លែងពណ៌ណាដាក់ពណ៌ហ្នឹងទៅណាយើងមើលទៅនេះយើងមើលពណ៌ដែលយើងមើលទៅសមអញ្ចឹងស្រីតិចតួចទៅអីនេះមកនេះក៏ហមពេកហ្នឹងនេះក៏ហមហ្នឹងខ្ញុំដាក់កដាទៅនេះកន្លែងហ្នឹងបងអូនចូលចិត្តមើលទៅវាមើលទៅពណ៌វាយើងអសើពេញចិត្តអញ្ចឹងដាក់ឲ្យពេញចិត្តទៅឲ្យវាសមអញ្ចឹងណាបាទអូខេអានេះខ្ញុំយកទៅខ្ញុំយកសូត្រណាបាច់កែក្បាលទៅហ្នឹងប៉ុន្តែបងប្អូនចូលចិត្តដាក់ហ្នឹងកែទៀតទៅបាទនេះអូខេបាទឥឡូវការនិយាយយើងshareវាមួយទុកសិនណា share វាទុកវាសិន share ទុកវាសិនមក share ហើយសាច់រូបភាពមួយមកណា share អាសមកនេះដាក់ picture ហើយក៏ដាក់ឈ្មោះ final ណា final ណា render អូខេ final render បាទឥឡូវយើងធ្វើការមើលណាការ ដល់ពេល render ហើយមិនតាន់ render ណាអានេះការងារអត់តាន់ render អត់តាន់ edit Photoshop នេះឃើញបងប្អូនខុសគ្នាឃើញទេវាការ reflection វាស្អាតជាងមុនណាការចាក់ពណ៌យើងមានពលឺអីគ្រប់គ្រាន់ណាបងប្អូនអញ្ចឹងមានន័យថាការងារយើងបានធ្វើរួចហើយនេះអំពីការរៀនអំពីការកាត់ត Photoshop ចាក់ material បន្ថែមពណ៌អីចឹងណាបាទសំខាន់ណាស់បាទ Photoshop ជួយយើងបានច្រើនណាត្រឹម render តែមួយមុខវាអត់ទាន់ស្អាតបានទេបងប្អូនណាវាត្រូវការយើងជួយកែសម្រួលវាដូចជាអំពូលអីចឹងណាបាទអូខេបងប្អូននេះបាទមានតែប៉ុណ្្នឹងទេការងារនេះបាទសូមរកចាំទស្សនាវគ្គបន្តអំពីការងារខាងក្រៅម្ដងបាទពេលយប់និងពេលថ្ងៃវាមិនដែរអូខេអរគុណបាទអរគុណ